ក្នុងទូរស័ព្ទដៃ Android បាទយើងអាចលេងពីរកម្មវិធីក្នុងពេលតែមួយបានដោយយើងអាចលេងកម្មវិធីអីក៏បានដែរបាទអញ្ចឹងសម្រាប់នៃការកំណត់យើងចូលទៅកាន់ setting មកបាទហើយនៅគ្នាអូសមកក្រោមរកពាក្យaccessibility មកកន្លែងនេះបន្តមកទៀតរកពាក្យ split view បាទកន្លែងនេះអូខេយើងបើកកន្លែងខាងក្រោមនេះមួយមកបាទបើយើងអត់បើកគឺយើងអាចកំណត់បានទេយើងចូលទៅបើកកន្លែងនេះមកបាទបន្តមកទៀតយើងធ្វើការតេស្តទាំងអស់គ្នាអូខេយើងចុចបិទកន្លែងនេះសិនយើងចុចលើ YouTube មួយមកបន្តមកទៀតយើងព្រាមដៃ3បើយើងអូសឡើងលើបាទបន្តទៀតចុចកម្មវិធីដែលយើងចង់បើកអូខេអញ្ចឹងយើងអាចលេងបានទាំង YouTube និង Facebook ព្រមគ្នាតែម្ដងអញ្ចឹងបើចង់លេងអីផ្សេងទៀតចុចកន្លែងនេះហើយយើងរើសកន្លែង App មកអូខេអញ្ចឹងយើងចង់ដាក់កម្មវិធីអីជំនួស Facebook យើងរើសមកបាទអញ្ចឹងប៉ុណ្ណឹងគឺជាការស្រេចអ្នកគ្នាអញ្ចឹងបើចង់បិទវាយើងគ្រាន់តែចុចអាក្តារមកគឺជាការស្រេចអូខេអញ្ចឹងសម្រាប់បងប្អូនដែលមើលវីដេអូនេះកុំភ្លេចចុច like មួយផងជួបគ្នាវីដេអូក្រោយ